ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមធ្វើការចែករំលែកអំពីការកែតម្រូវចំណាយរំលោភបង្កងទ្រព្យកម្មដែលគេហៅថា depreciation expense adjustment តើគេកែតម្រូវដោយវិធីសាស្ត្រណាហេតុអ្វីបានគេចាំបាច់ក្នុងការកែតម្រូវមានរូបមន្តអ្វីខ្លះសូមទស្សនា slide ខាងក្រោមដូចតទៅការកែតម្រូវចំណាយរំលោភបង្កងទ្រព្យកម្មគឺជាការចំណាយដែលគេប្រើបានទៅលើទ្រព្យកម្មទាំងឡាយណាដែលមានអាយុកាលវែងដែលគេហៅថា fixed asset ដែលទ្រព្យកម្មទាំងអស់នោះត្រូវបានគេកំណត់អាយុកាលរបស់វាទៅតាមតម្លៃនិងការប៉ាន់ស្មានការប្រើប្រាស់គេបានប្រើគណនីសម្រាប់ឈរជំនួសទ្រព្យកម្មទាំងនោះដោយប្រើគណនីរំលោភបង្កងលើទ្រព្យកម្មដែលគេហៅថា accumulate depreciation ដែលស្ថិតនៅផ្នែកខាង credit ដើម្បីកាត់បន្ថយចំនួននៃតម្លៃទ្រព្យកម្មនោះហើយគណនី depreciation expense ត្រូវបានកត់ត្រាជាចំណាយខាង debit ដើម្បីឲ្យកាន់តែជាច្បាស់សូមចូលមើលវិធីសាស្ត្រនៅក្នុងការរំលោះទ្រព្យកម្មនិងឧទាហរណ៍ដូចខាងក្រោមឧទាហរណ៍ជាវិធីសាស្ត្របែបរំលោះថេរ straight line depreciation ជាវិធីសាស្ត្របែបរំលោះថេរគឺជាការបំលែងតម្លៃទ្រព្យកម្មទៅតាមអាយុកាលស្មើគ្នាឧទាហរណ៍ក្រុមហ៊ុនចំបៃពី Cambodia Co Ltd បានធ្វើការរំលោះទ្រព្យកម្មរបស់ខ្លួនជា office equipment ដែលមានតម្លៃ$15,000 ហើយសន្មតថាអាយុកាលប្រើប្រាស់ចំនួន8ឆ្នាំចូលធ្វើការរំលោះដោយគិតជាប្រចាំខែនិងប្រចាំឆ្នាំនៃទ្រព្យកម្មនីមួយៗequipment depreciation calculation ការគណនារូបមន្តដូចខាងក្រោមស្មើ residential ចែកនឹង line ស្មើ depreciation expense cost គឺតម្លៃដើមស្មើនឹង$15,000 ដកកាកសំណល់អត់មានទេអញ្ចឹងចែកនឹង line អាយុកាលនៃការប្រើប្រាស់ស្មើនឹង8ឆ្នាំគុណនឹង12ស្មើនឹង96ខែគឺជាលទ្ធផលស្មើនឹង$156នេះគឺជា depreciation សម្រាប់ប្រចាំខែសម្រាប់ depreciation ប្រចាំឆ្នាំគឺយើងយក$15,000 ចែកនឹង8ឆ្នាំគឺស្មើនឹង1875កាន់តែជាច្បាស់សូមមើលឧទាហរណ៍ខាងក្រោមជាបន្តទៀតឧទាហរណ៍ក្រុមហ៊ុនដដែលមាន building ដែលមានតម្លៃ$15,000មានអាយុកាលប្រើប្រាស់20ឆ្នាំនិងមានកាកសំណល់$30,000ចូលធ្វើការរំលោះដែលគិតជាប្រចាំខែនិងប្រចាំឆ្នាំនៃទ្រព្យកម្មនីមួយៗbuilding depreciation calculation ស្មើ cost ដក residential ចែកនឹង line ស្មើ depreciation expense យើងអាចយកតួលេខពីខាងលើមកបញ្ចូលរូបមន្តនេះជាក់ស្ដែងគឺស្មើនឹង$15,000គឺតម្លៃនៃទិញដកនឹងកាកសំណល់$30,000ចែកនឹង line អាយុកាលប្រើប្រាស់គឺ25ឆ្នាំគុណនឹង12ស្មើនឹង300ខែជាលទ្ធផលស្មើនឹង$400 depreciation expense ប្រចាំខែចំណែកឯប្រចាំឆ្នាំគឺយើងយក$15,000តម្លៃទិញជាក់ស្ដែងដកនឹងកាកសំណល់ចែកនឹង25ឆ្នាំតែម្ដងស្មើនឹង$4,800គឺចានេះគឺជា Sona record នៃវិធីសាស្ត្របែបរំលោះថេរចឹងបន្ទាប់ពីយើងចុះបានរូបមន្តតួលេខពីខាងលើហ្នឹងយកមកបញ្ចូលនៅ Sona តែម្ដង depreciation expense គឺយើងយករំលោះជាមួយនឹងឧបករណ៍ថែមជាមួយនឹងអាគារគឺឧបករណ៍នេះប្រចាំខែយើងរំលោះមិញតាមរូបមន្តរំលោះបែបថេរហ្នឹងគឺឃើញ$156បូកនឹងអាគារ$400ប្រចាំខែយើងបូកចូលគ្នា depreciation expense ដែលស្ថិតនៅខាង debit $556បដិភាគមកខាងទៀត accumulate depreciation គឺ$156នៅខាង credit បដិភាគមួយទៀត accumulation depreciation of building នៅស្ថិតនៅខាង credit $400អញ្ចឹង total ទៅគឺស្មើគ្នាបើសិនជាបងប្អូនចង់មានចំណេះដឹងកត់ត្រាបញ្ជីគណនេយ្យនិងជំនាញគណនេយ្យសូមកុំភ្លេចចូលទៅក្នុង website aft.center.com ឬក៏ចូលចុះឈ្មោះរៀនគណនេយ្យនិងហិរញ្ញវត្ថុនៅ AFT Center សូមទំនាក់ទំនងតាម Facebook Page AFT Center ឬតាមរយៈលេខទូរស័ព្ទ068 79 7000ឬ016 38 7000ចា៎អរគុណ